ជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះយើងនឹងចូលមកអនុវត្តតទៅនឹងការលុបមេរោគចេញពីកុំព្យូទ័ររបស់យើងកុំឲ្យកុំព្យូទ័ររបស់យើងដើរយឺតឬក៏បើកទៅមានលក្ខណៈថាអត់សូវលឿនណាអញ្ចឹងយើងចាប់ដើមធ្វើដល់គ្នាតោះចាប់ដើមដល់ផ្ទៃអេក្រង់កុំព្យូទ័ររបស់យើងបាទនេះគឺជាផ្ទៃអេក្រង់កុំព្យូទ័ររបស់ខ្ញុំអញ្ចឹងមុនយើងចូលទៅដល់ការលុបមេរោគចេញពីកុំព្យូទ័ររបស់យើងដើម្បីឲ្យកុំព្យូទ័រយើងដើរលឿនអត់ស្មូតអញ្ចឹងដល់លក្ខណៈថាអត់តាក់ឬក៏វល់បើកម្មវិធីទៅដំណើរការក្តៅលឿនតោះឥឡូវយើងចូលអនុវត្តទាំងអស់គ្នាអញ្ចឹងមុនយើងចូលអនុវត្តយើងត្រូវមើលកូដមួយចំនួនសិនដើម្បីយើងចូលអនុវត្តនេះកូដនេះយើងបានសរសេរទុកទាំងអស់មានចំនួន7ចំណុចអញ្ចឹងបងប្អូនទាំងអស់គ្នាយើងអាចអនុវត្តតាមនឹងបើសិនជាចង់ឲ្យកុំព្យូទ័រយើងដើរលឿនយើងអនុវត្តតាមនឹងទៅដើម្បីកុំឲ្យកុំព្យូទ័រយើងលក្ខណៈដើរ slow តើឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងទី1ទាក់ទងទៅនឹង system បាទ system configuration ណាបាទទី2ទាក់ទងទៅនឹងoptimize try របស់វាហ្នឹងបាទទី3ទាក់ទងទៅនឹង tab តោះឥឡូវចូលអនុវត្តទាំងអស់គ្នាមិនខាត់ទេអញ្ចឹងខ្ញុំមកផ្ទៃក្រោយនេះវិញដើម្បីយើងអនុវត្តមុនដំបូងយើងត្រូវវាយពាក្យ system បាទអញ្ចឹងចូលកន្លែង insert ណាវាយពាក្យsystem មក system នេះខាងលើខ្ញុំវាយទៅ system ទៅវាចេញឲ្យខ្ញុំបាទ system configuration នេះអញ្ចឹងជួយលើវាមួយយើងបើកមករងចាំមកផ្លែដោយសារនៅដំណើរការចុច2ដងមកអញ្ចឹងពីវាចេញមកទំនងបែបនេះអញ្ចឹងអ្វីដែលយើងត្រូវមើលគឺមើលកន្លែង start up នេះពេលឃើញ start up ហើយជួយ open មក time manager នេះជួយ open មកអញ្ចឹងពេលយើងឃើញបែបនេះបាទឃើញបែបទងទ្រាបែបនេះអញ្ចឹងអ្វីកម្មវិធីនៅក្នុងនេះសិតតែជាកម្មវិធីយើងត្រូវរំលងអញ្ចឹងដើម្បីយើងចង់ឲ្យកុំព្យូទ័ររបស់យើងដើរល្អយើងត្រូវបិទកម្មវិធីមួយចំនួនបើសិនជាចេញ disable នេះមានន័យថាយើងអាចបិទកុំព្យូទ័រណាបាទអញ្ចឹងយើងត្រូវមើលកន្លែងណាដែលឃើញ enable នេះបើសិនជាវាចេញ enable បែបនេះគឺយើងចុចកន្លែងវាដាក់កន្លែងមកចុចនេះមួយមកខាងលើគឺដាក់ disable ទៅបាទអញ្ចឹងយើង disable ទាំងអស់ដើម្បីឲ្យកម្មវិធីទាំងអស់ហ្នឹងមិនឲ្យវាបើកចោលទៅទេយើង disable អត់ទៅបាទពេលយើងបើកកុំព្យូទ័រមកគឺវាអត់បើកឲ្យយើងទេណាវាបិទឲ្យយើងdirectអញ្ចឹងមិនចាំបាច់ញ៉ៃទេដើម្បីភ្ជាប់អ៊ីនធឺណិតមកជួនកាលទៅលោតពេញអេក្រង់តែយើងអត់បានបើកផងបាទអញ្ចឹងវិធីទី1គឺបានចប់ហើយអញ្ចឹងអាចចូលអនុវត្តបិទទាំងអស់គ្នាទៅអញ្ចឹងខ្ញុំចប់ទី1បាទទី2ទាក់ទងទៅនឹងយើងវាយដល់គ្នាវាយកន្លែងមកដាក់អក្សរ D decrement at optimize try អញ្ចឹងដាក់ D មួយមក D ឯកសារខ្ញុំវាយតែ DE មកវាចេញយ៉ាងបែបនេះយើងស្លេចយកទៅបាទស្លេចយកទៅដើម្បីយើងក្នុងនេះវាមាន try 2 try C និង try D បាទអញ្ចឹងក្នុង try នេះយើងត្រូវចូលដើម្បី clear ឬក៏ដែលមេរោគ data នៅក្នុងនេះឲ្យវាកាន់តែនិយាយទៅលុបទាំងអស់អញ្ចឹងចូលទៅទី1មកយើងចូលកន្លែង optimize មកបាទ optimize ទៅវាដំណើរការបាទដំណើរការ up ទាំង data D និង data C យើង optimize ទាំងអស់មកពេលវារត់ដល់ពេញដល់100បាទដូចខ្ញុំទីរត់ដល់100ហើយឥឡូវចាំមួយផ្លែទៅចាំមកវាដល់100អញ្ចឹងពេលវាដល់100អញ្ចឹងបងប្អូនទាំងគ្នាអាច clear ចេញទៅឬក៏យើងនេះពេលចេញ100ដូចខ្ញុំនេះចេញ OK អញ្ចឹងគឺវាបញ្ជាក់ថ្ងៃខែយើងបាទពេលបានបែបនេះយើងជួយ close មកបានអញ្ចឹងវិធីទី2ទាក់ទងទៅនឹង DEM បាទ DEM ហ្នឹងគឺជាយើងលុប data ដើម្បីពេលយើងបើកអ៊ីនធឺណិតទៅវាលុបវាចូលមកកុំព្យូទ័រ generate ទេបាទអញ្ចឹងយើងត្រូវការអនុវត្តជាប្រចាំមួយអាទិត្យម្ដងអញ្ចឹងតើយើងវាយ Windows បូកអក្សរ R បាទ Windows បូកអក្សរ R ហ្នឹងមានន័យថាពេលយើងវាយហើយអញ្ចឹងវាចេញក្នុងបែបនេះអញ្ចឹងយើងអាចវាយមកចាំមកបាទចាំនេះវាមានយើងវាយនេះសិនមកភាគរយវាយតាមយើងទាំងអស់គ្នាណាដើម្បីលុបទាំងអស់គ្នាបាទយើងវាយតាមដុល្លារនេះបាទនេះដល់វាយតាមហើយដុល្លារភាគរយហើយវាយតាមហើយភាគរយទៀតចូលអូខេបាទអញ្ចឹងវាចេញលំងបែបនេះបាទចេញធំបែបនេះហើយអញ្ចឹងដើម្បីយើង control បូកអក្សរ A មកដើម្បីលុបបាទ control បូកអក្សរ A យើងលុបមកដោយសារខ្ញុំ1000ជាងឯកសារអញ្ចឹងនេះមេរោគដែលថាខ្ញុំអត់សូវបានលុបបាទអញ្
chứ mà pon chieng data chứ peรู้ว่าเป็นแบบนี้แต่ฟ้าแบบนี้เกิดไอ้ที่แต่ซาเบียซีเมยังที่ปีรู้ไหมยังเชนวิ่งมาเชนวิ่งมาจังยังคอนโทรลบวกโซออมน้องที่บ่จังคอนโทรลบวกโซออมที่คืออะไรนี่คือยังลุกเทรอยเชนบ่ลุกเทรอยเชนมาจังตุกถัดดำธรรมดาจังยังจุดโอเคบ่โอเคจมตรงไม่จุดคอนติเนียมาเชนไม่ยังจุดคอนโทรลบวกโซเอที่ให้จุดเดลิทบ่เดลิทจังดีไปยังนั้นยังดักครีมวยมาให้จุดสกิปมาบ่จังอ่าฮะจังยังจุดจุดแฟร์กิมดองที่ทำไปเรียนได้จังมวยเตี้ยคือเตี้ยตรงตึงนัง preface บ่ preface ยังจุด control บวกอักษรจะได้มาจังอะไรเนี่ย control บวกอักษรยังไว้ preface บ่ preface ยังไว้ตามตัวออกนี้มา preface จังปีไป preface จังยังจุดโอเคบ่จุดโอเคพี่เจงจะลงไปนี่ยังจุด continue มาคนถึงพี่เจงลงไปนี่จังฟ้าตัวอันที่ผมไพ่ทะเบียนหนึ่งรูปตรงคำพีอะไรฟ้าตัวอันคือฟ้า data ใช่ป่ะจังยังจุด control บวกอักษร A ให้จุด delete มาจังมีจุดที่ไปพี่เจงลงไปนี่ยังกรีวีมวยมาให้จุด skip บ่จังมีอ่าให้ฟ้านะจังไปรูปอ่าแบบนี้ให้ยูรีเฟรมเอามาจังยังโจทย์รูปน่ะคือยังโจทย์จะรูปคนไหนdisplay up display up ยังไว้เสิร์ชอะไรนี่มาเนี่ยไปเสิร์ชนี่ยังดัก display up display up มีเจนตรงแบบนี้จังยังทำมืออะไรนี่พะนะกลุ่มโยเด็ดยังกลุ่มโยตรงไหนเด็ดdata ดียังโยตรง data C มาผมไม่ยังลบตรง data ดีนะกลุ่มลบกลุ่มลูกตรงdata ดีdata ดีคือchỉ cáiเอกสารไปถึงการขันนะไปยังลูกคืออ๋อนะคือchỉอะไรนั่นคือยังลูกน้อง data C บ่จังจะโอเคมาแค่วิจัยจำนวนแบบเนี่ยบ่จำนวนแบบนี้จังจำแบบนี้คือไปยืนถึงกรีคือยังกรีคนไหนเนี่ยទី1บ่ទី1receive reach call bin เนี่ยទី2បាទគ្រីទី1ហើយយើងគ្រីកន្លែង optimize មួយទៀតមក optimize អូខេយើងគ្រីប្រយ៉ាប់ហ្នឹងឡើយណាបាទ optimize អស់ហើយយើងចុចយើងគ្រី2នេះមកយើងចុចអូខេមកអូខេបាទអញ្ចឹងចាំវាដំណើរការតតែចប់ដំណើរការទៅយើង refresh ទៅជាដំណើរការដល់ចប់អញ្ចឹងចាំមកផ្លែបាទដំណើរការចប់ហើយបាទពេលដំណើរការចប់ហើយយើងអស់ណានៅសល់មួយទៀតនោះសំខាន់ដែរសំខាន់ទាក់ទងទៅនឹងការយើងលុបទៅទៀតគឺចំណុចទីចុងក្រោយគេគឺទី7បាទនៅទី7នេះនេះយើងបានធ្វើអស់ហើយ discuss អស់ហើយយើងចូលទី7គឺ MRT MRT ហ្នឹងជាងអាចយើងចុច control បូកអក្សរមកបាទ control បូកអក្សរជាង control បូកអក្សរយើងវាយ MRT បាទ MRT នេះយើងចង់វាយជាអក្សរធំក៏បានដែរអីទេអត់តែវាយត្រូវតាម MRT ហ្នឹងចុចអូខេមកអូខេនេះវាចេញក្នុងបែបនេះយើងចុច yes បាទចុច yes អញ្ចឹងចេញក្នុងបែបនេះយើងចុច next បន្ថែមទៅមកអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបើសិនជាក្នុង file ខាងលើនេះគឺ file ដែលណាវានៅក្នុង data full ប៉ុន្តែអឺនៅក្នុង data C ប៉ុន្តែវាលុប file មួយចំនួនទេវាអត់លុបអស់ទេបើសិនជាក្នុងនេះ full scan នេះមានថានៅក្នុងកុំព្យូទ័ររបស់យើងមាន file ប្រមាណលុបទាំងអស់ទាំងក្នុង data D និង data C អញ្ចឹងលុបទាំងអស់ណាកន្លែងនេះគឺ scan ទាក់ទងទៅនឹង quiz ផ្សេងៗទេហ្នឹងអញ្ចឹងខ្ញុំលុបខាងលើមកលុបខាងលើអញ្ចឹងអនុវត្តទៅអនុវត្តទាំងពីរនេះមកយកខាងលើស្មើអញ្ចឹងចាំវារត់ទៅចប់ដល់ពេញនេះទៅចប់អញ្ចឹងបានយើងជោគជ័យហើយបាទអញ្ចឹងในសារនេះជាការបង្ហាញរបស់ខ្ញុំទេអញ្ចឹងខ្ញុំអត់បាននិយាយដោយសារវារៀងយូរដែរអញ្ចឹងខ្ញុំចុច cancel វិញអញ្ចឹងបងប្អូនទាំងគ្នាអាចចូលអនុវត្តតាមខ្ញុំតាមជាមួយទៅនឹងអាចជួយដល់កុំព្យូទ័ររបស់បងប្អូនដើម្បីកុំឲ្យលក្ខណៈថា slow ឬក៏ error កម្មវិធីបើក file មួយចំនួនចេញបាទអូខេបាយបាយជួបគ្នាវីដេអូក្រោយទៀតបាទអរគុណ